ថ្ងៃនេះចង់ឲ្យបងប្អូនពីរបៀបធ្វើនំ cream cake ផ្លែឈើចំណែករូបមន្តខ្ញុំដាក់នៅក្នុង caption ខាងក្រោមអញ្ចឹងជាដំបូងបងប្អូនត្រូវយកម្សៅយកម្រែងវាសិនដើម្បីឲ្យវាម៉ដ្ឋបានល្អបងប្អូនអាចយកម្សៅមីយកមកប្រើប៉ុន្តែនៅផ្ទះដោយសារខ្ញុំមានម្សៅនំ pancake នេះក៏ខ្ញុំយកមកប្រើជំនួសហើយជាបន្ទាប់ខ្ញុំគោះពងមាន់4គ្រាប់ដាក់ចូលផងដែរអញ្ចឹងពេលបងប្អូនគោះពងមាន់ដាក់ចូលហើយបងប្អូនអាចកូរវាឲ្យសព្វសិនមកចឹងខ្ញុំវាយវាឲ្យម៉ដ្ឋចូលខ្សប់សាច់ជាមួយម្សៅឲ្យបានល្អបន្ទាប់ពីកូរមកសន្ទុះទៅគឺម្សៅរបស់យើងចូលសព្វសាច់ជាមួយពងមាន់បានល្អមែនតើហើយខ្ញុំក៏បានចាក់ប៊ឺសាបដែលខ្ញុំយកទៅរំលាយនៅក្នុង microwave នឹងចូលផងដែរហើយកូរម្ដងទៀតហើយជាជំហានបន្ទាប់បងប្អូនយកទៅដោះគោស្រស់របស់យើងនឹងយកទៅចាក់វ៉ាចំនួន500 ml ហើយខ្ញុំចាក់ចូលជា3ដងអញ្ចឹងខ្ញុំចាក់ម្ដងកូរឲ្យសព្វហើយខ្ញុំចាក់ម្ដងទៀតដើម្បីឲ្យស្រួលក្នុងការកូរអញ្ចឹងបន្ទាប់ពីកូរសព្វហើយខ្ញុំយកម្សៅនឹងយកទៅច្រោះម្ដងទៀតបងប្អូនដើម្បីឲ្យ make sure ថាសាច់ម្សៅរបស់យើងនឹងគឺបានម៉ដ្ឋល្អហើយយើងត្រូវដាក់ចូលទូទឹកកកខ្លះសេចំនួន30នាទីផ្លែឈើរបស់ខ្ញុំថ្ងៃនេះក្នុងទូទឹកកកមានតែ3មុខចឹងខ្ញុំកាត់តែ3មុខនឹងឯងជំហានបន្ទាប់យើងមកវាយ whipping cream ចឹង whipping cream នេះខ្ញុំប្រើ400 ml បងប្អូនហើយនឹងស្ករ20ក្រាមដើម្បីវាយ cream របស់យើងឡើងឲ្យបានល្អបងប្អូនត្រូវយកកធន់ដែកហើយដាក់ទឹកកកនៅពីខាងក្រោមព្រោះថានៅអាស៊ីអាកាសធាតុយើងក្តៅអញ្ចឹងហើយពិបាកក្នុងការវាយទៅត្រជាក់ទៅវាយឡើងអញ្ចឹងខ្ញុំចាក់ cream របស់យើង400 ml ចូលហើយនឹងស្ករសអញ្ចឹងខ្ញុំវាយខ្លួនឯងវាយចង់20នាទីអត់ឡើងទេអញ្ចឹងខ្ញុំក៏ហៅគ្រួសាររបស់ខ្ញុំឲ្យគាត់មកជួយវាយអញ្ចឹងបងប្អូនដែលគាត់មានម៉ាស៊ីនវាយនំប៉័ងនៅផ្ទះអីអាចប្រើម៉ាស៊ីនបានដើម្បីឲ្យយើងចំណាយពេលតិចអត់ធ្វើខាតពេលអញ្ចឹងហើយនៃគ្រួសាររបស់ខ្ញុំគាត់វាយតាំងពីឈររហូតដល់អង្គុយវាយឡើងទៅស្អែកក្បាលហើយបងប្អូនហើយតម្រាំតែបានឡើងប៉ុណ្ណឹងចឹងបន្ទាប់ពីវាយប្រហែលកន្លះម៉ោងមកគឺវារួចរាល់ហើយបងប្អូនវាយរហូតដល់ឡើងហ្វូមបែបហ្នឹងចឹងយើងទៅមើលការចៀននំគ្រីបរបស់យើងទាំងអស់គ្នាទី1បងប្អូនត្រូវចាក់ខ្លាញ់តិចហើយយកกระดาษយើងមកជូតមកទី2បងប្អូនត្រូវប្រើខ្ទះដែល non stick អញ្ចឹងពេលដែលចាក់ទៅគឺវាបានស្ដើងបានល្អហើយអត់ជាប់ខ្ទះទេអញ្ចឹងដូចបងប្អូនឃើញចឹងស្ដើងមែនតើអញ្ចឹងបងប្អូនចាក់នំហ្នឹងតទៅអស់ម្សៅរបស់យើងចឹងឥឡូវដល់វគ្គខ្ញុំយកនំយើងយកមកលាបជាមួយនឹងគ្រីមហើយដាក់ផ្លែឈើមកប្រទេសជាស្រទាប់ផងដែរហើយអញ្ចឹងផ្លែឈើបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តបានអញ្ចឹងខ្ញុំត្រូវការលាបប៊ឺមកស្រទាប់រហូតដល់អស់អញ្ចឹងបងប្អូនដែលគាត់យករូបមន្តហ្នឹងទៅបំបែកដាក់ទៅជាម៉ាត់ឆាក៏បានដែរបងប្អូនគ្រាន់តែថាត្រូវថែមម្សៅម៉ាត់ឆាឬមួយក៏ស្លឹកតើយទឹកស្លឹកតើយអញ្ចឹងទៅមិនដឹងថាត្រូវតែកោអីគេទេបងប្អូនអញ្ចឹងឃើញមានកាប៉ាំបេជូក៏ដាក់ទៅចេញជាបេះដូងទៅហើយគ្រីមដែលនៅសល់ក៏ខ្ញុំដាក់នៅចំកណ្ដាលបេះដូងផងដែរអញ្ចឹងនំរបស់យើងបានរួចរាល់ហើយបងប្អូនមើលទៅស្អាតទេតំណងហូបវាខ្ជូតមែនតែនហ្មងបេះដូងយើងនៅខាងលើហ្នឹងនំខេកនៅប្រទេសសិង្ហបុរីនេះបងប្អូននំទូចមួយទេនៅខ្មែរប្រហែល5 10 20រៀលប៉ុន្តែនៅសិង្ហបុរីតម្លៃ50-60 ដុល្លារបងប្អូនណាអញ្ចឹងគឺសម្រាប់ចិត្តត្រូវតែធ្វើខ្លួនឯងចឹងថ្ងៃនេះខួបអាពាហ៍ពិពាហ៍របស់ខ្ញុំនិងគ្រួសាររបស់ខ្ញុំមួយឆ្នាំចឹងក៏ខ្ញុំនឹកឃើញថាធ្វើនំខេកឲ្យញ៉ាំទាំងអស់គ្នាទៅចឹងបងប្អូនតោះមកភ្លក់ទាំងអស់គ្នារសជាតិឆ្ងាញ់មែនតានហើយមានតែ5 3ជូរចឹងទៅញ៉ាំជូរអែមអត់សូវទៅលាន់ទេអរគុណបងប្អូនសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយ